កាន់ណែនាំខ្លួនឯងជាភាសាចិនជឿវជាសោបាទជំរាបសួរបងប្អូនទាំងគ្នាបាទជួបគ្នាជាថ្មីជាមួយខ្ញុំកឹមហ៊ុយបាទនៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាអំពីពាក្យនិងឃ្លាភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃគឺតកតងទៅនឹងការណែនាំខ្លួនជាភាសាចិនបាទតោះបងប្អូនមកសិក្សាជាមួយគ្នាបាទទី1គឺ大家早上好大家早上好大家គឺមានន័យថាអ្នកទាំងអស់គ្នា早上好គឺមានន័យថាអរុណសួស្តី大家早上好គឺមានន័យថាអរុណសួស្តីអ្នកទាំងអស់គ្នា我叫王小文我叫王小文我គឺមានន័យថាខ្ញុំ叫គឺមានន័យថាមានឈ្មោះឬក៏មានឈ្មោះថា王小文គឺជាឈ្មោះ我叫王小文គឺមានន័យថាខ្ញុំមានឈ្មោះថា王小文我很高兴认识你们我很高兴认识你们我គឺមានន័យថាខ្ញុំ很គឺមានន័យថាណាស់高兴គឺមានន័យថារីករាយឬក៏សប្បាយចិត្ត认识គឺមានន័យថាស្គាល់ឬក៏ជួប你们គឺមានន័យថាពួកអ្នកឬក៏អ្នកទាំងអស់គ្នា我很高兴认识你们គឺមានន័យថាខ្ញុំរីករាយណាស់ដែលបានជួបឬក៏បានស្គាល់អ្នកទាំងអស់គ្នា我来自柬埔寨我来自柬埔寨我គឺមានន័យថាខ្ញុំ来自គឺមានន័យថាមកពី柬埔寨គឺមានន័យថាប្រទេសកម្ពុជា我来自柬埔寨គឺមានន័យថាខ្ញុំមកពីប្រទេសកម្ពុជា